តាក់ទងទៅនឹងសកម្មភាពនៃការចេញដើរមកប្រសាចតាមផ្លូវតែម្ដងពីសំណាក់ជនបរទេសដែលភាគច្រើនហ្នឹងគឺបានចេញមកពីទីតាំងកាស៊ីណូទីតាំងអគារធំដែលត្រូវបានគេដាក់ការសង្ស័យថាតាក់ទងទៅនឹងការប្រព្រឹត្តនៅអក្រិតកម្មអនឡាញខុសច្បាប់ដោយសារតែខេត្តព្រះសីហនុក៏សម្បូរទៅដោយជនបរទេសច្រើនហើយក៏ដូចជាជនជាតិចិនច្រើនផងដែរដែលកំពុងតែរស់នៅនិងអាស្រ័យនៅក្នុងទឹកដីខេត្តព្រះសីហនុក្នុងការប្រព្រឹត្តនៅ scam អនឡាញខុសច្បាប់ការខាត់បងជាសកលដោយសារតែការបោកប្រាស់តាមអ៊ីនធឺណិតដែលបានកើតឡើងដល់ទៅជាងប្រមាណជា37,000 លានដុល្លារឯណោះនៅក្នុងឆ្នាំ2023ហើយថាយ៉ាងហោចណាស់ក៏មានមនុស្សចំនួន 10,000 នាក់ដែរដែលបានធ្វើការនៅក្នុងផ្នែកនេះនៅក្នុងប្រទេសកម្ពុជានេះបើយោងទៅតាមពីការដកស្រង់នៅរបាយការណ៍របស់អង្គការសហប្រជាជាតិថាមានការឆបោកនេះដែលគិតជាតម្លៃរហូតដល់ប្រមាណជា37,000 លានដុល្លារហើយអ្នកដែលកំពុងតែធ្វើការនៅក្នុងវិស័យនេះឬហៅថាកំពុងតែប្រព្រឹត្តនៅអំពើឆបោកនៅក្នុងវិស័យនេះមានប្រមាណ 10,000 នាក់ឯណោះនៅក្នុងកម្ពុជាដោយការពីកន្លងទៅនិស្សិតវ័យ23ឆ្នាំជនជាតិកូរ៉េដែលខ្ញុំបានផ្សព្វផ្សាយផងដែរគឺបានត្រូវបានចាប់បង្ខាំងដោយក្រុមសង្គមងឹតប្រព្រឹត្តអំពើ scam អនឡាញនេះនៅក្នុងទឹកដីភ្នំបូកគោនៅខេត្តកំពតរបស់យើងហើយត្រូវបានធ្វើទរណកម្មរហូតដល់បាត់បង់អាយុជីវិតនិស្សិតវ័យ23ឆ្នាំរបស់ជនជាតិកូរ៉េនេះទៅទៀតដែលធ្វើបានប្រទេសកូរ៉េដាក់ការបន្ទុកមកលើកម្ពុជាបាទជនបរទេសជាច្រើនដែលបានចាក់ចេញពីទីជម្រកឬក៏ហៅថាកាស៊ីណូឬក៏តំបន់មួយចំនួនទាំងនៅក្នុងខេត្តព្រះសីហនុក៏ដូចជាបណ្ដាខេត្តផ្សេងៗទៀតយើងឃើញថាមានការសម្រុកចេញច្រើនប្រហែលថ្ងៃចុងក្រោយនេះក្រោយតែពីបានដាក់វិធានការពីរដ្ឋាភិបាលកម្ពុជាពោលគឺលោកហ៊ុនម៉ាណែតបានចេញនៅវិធានការមួយនៅក្នុងការបោសសម្អាតផ្ទះឬក៏ហៅថាការលុបបំបាត់ក្រុមអក្រិតជនអនឡាញខុសច្បាប់ឬក៏ហៅថាការបោកបញ្ឆោតតាមប្រព័ន្ធបច្ចេកវិទ្យា online scam នេះយើងឃើញថាប្រហែលថ្ងៃនេះទាំងសមត្ថកិច្ចក៏ដូចជាបណ្ដាអ្នកពាក់ព័ន្ធគឺឃើញធ្វើសកម្មភាពច្រើននៅក្នុងការចោទបង្ក្រាបទាំងនៅក្នុងរាជធានីភ្នំពេញទាំងនៅតាមបណ្ដាខេត្តដទៃទៀតមានជាខេត្តព្រះសីហនុខេត្តស្វាយរៀងបាវិតក៏ដូចជាប៉ោយប៉ែតក៏ដូចជាតំបន់ដទៃទៀតដែលមានក្រុមជនអក្រិតជនអនឡាញកំពុងតែច្រកកោនឬក៏ហៅថាសង្ងំខ្លួននៅក្នុងការប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះអញ្ចឹងយើងឃើញថាទាំងនៅក្នុងបណ្ដាញសង្គមបងប្អូនឃើញច្រើនហើយតាក់ទងទៅនឹងសកម្មភាពនៃការចេញដើរមកប្រសាចតាមផ្លូវតែម្ដងពីសំណាក់ជនបរទេសដែលភាគច្រើនហ្នឹងគឺបានចេញមកពីទីតាំងកាស៊ីណូទីតាំងអគារធំដែលត្រូវបានគេដាក់ការសង្ស័យថាតាក់ទងទៅនឹងការប្រព្រឹត្តនៅអក្រិតកម្មអនឡាញខុសច្បាប់អញ្ចឹងក្នុងនោះខ្ញុំសូមលើកយកនៅខេត្តព្រះសីហនុមួយដោយសារតែខេត្តព្រះសីហនុក៏សម្បូរទៅដោយជនបរទេសច្រើនហើយក៏ដូចជាជនជាតិចិនច្រើនផងដែរដែលកំពុងតែរស់នៅនិងអាស្រ័យនៅក្នុងទឹកដីខេត្តព្រះសីហនុក្នុងការប្រព្រឹត្តនៅ scam អនឡាញខុសច្បាប់យើងមិនមែននិយាយថាខេត្តព្រះសីហនុគឺសម្បូរជាងគេទេយើងនិយាយចង់បដោតថាគឺមានច្រើនហើយខេត្តដទៃទៀតក៏មានច្រើនដូចជានៅស្វាយរៀងនៅបាវិតអ្វីជាច្រើនក៏ដូចជានៅរាជធានីភ្នំពេញផងដែរដែលត្រូវបានឃើញហើយបងប្អូនបានឃើញនៅក្នុងបណ្ដាញសង្គមមានការថតបង្ហោះនៅក្នុងបណ្ដាញសង្គមច្រើនអំពីការចេញមកប្រសាចតាមផ្លូវពីសំណាក់ជនបរទេសទាំងអស់នោះដែលគេដាក់ការសង្ស័យថាពាក់ព័ន្ធទៅនឹងអក្រិតកម្មអនឡាញខុសច្បាប់អញ្ចឹងក្នុងនោះបើយោងទៅតាមការផ្សព្វផ្សាយរបស់សារព័ត៌មានភ្នំពេញ Post គឺបានបង្ហាញឲ្យដឹងថាជនបរទេសជាច្រើនអ្នកបានសម្រុកចេញពីខេត្តព្រះសីហនុក្រោយតែពីមានការចាប់ឃាត់ខ្លួនមេក្រុមអក្រិតជនអនឡាញខុសច្បាប់ដ៏ច្រើនអ្នកក្នុងនោះមេធំជាងគេគឺលោក Gen Z ដែលត្រូវបានចោទដោយអាជ្ញាធរសហរដ្ឋអាមេរិកក៏ដូចជាបណ្ដាប្រទេសដ៏ធំដទៃទៀតមានជាអង់គ្លេសមានជាសហបុរីមានជាកូរ៉េចិនហុងកុងតៃវ៉ាន់អ្វីជាដើមដែលបានដាក់បន្ទុកចំពោះបុគ្គល Gen Z នេះថាជាមេខ្លោងនៃក្រុមអក្រិតជនអនឡាញខុសច្បាប់ផងដែរអញ្ចឹងក្រោយពីការបានចាប់ឃាត់ខ្លួនបុគ្គល Gen Z ឬក៏ហៅថាអតីតអ្នកអង្គការ Gen Z ដែលជាប្រធានឬក៏ហៅថាស្ថាបនិកក្រុមហ៊ុន Print Holding Group ដែលមានបទសម្ព័ន្ធនៅក្នុងកម្ពុជាមានដូចជាធនាគារ Print មានដូចជាក្រុមហ៊ុន Print Real Estate ក៏ដូចជាបណ្ដាក្រុមហ៊ុន Print ដទៃទៀតដែលជាបទសម្ព័ន្ធរបស់ Print Holding Group ដែលដឹកនាំដោយអង្គការ Gen Z ដែលជាស្ត្រីជនជាតិចិនវ័យ37ឆ្នាំហើយមានសញ្ជាតិកម្ពុជាអង់គ្លេសនេះផងដែរអញ្ចឹងក្រោយតែពីការបានចាប់ខ្លួនបុគ្គល Gen Z នេះថ្មីនេះក៏មានការឃាត់ខ្លួននៅអង្គការម្នាក់ដែលជាជនជាតិខ្មែរវ័យ50ឆ្នាំដែលគេត្រូវបានចោទថាជាមេខ្លោងផងដែរពាក់ព័ន្ធទៅនឹងការលាងលុយកខ្វក់ក៏ដូចជាការកាងនៅពីក្រោយខ្នងក្រុមអក្រិតជនអនឡាញខុសច្បាប់ដែលកំពុងមានវត្តមាននៅក្នុងរាជធានីភ្នំពេញក៏ដូចជាបណ្ដាទីតាំងដទៃទៀត
គឺអង្គញានោះគឺត្រូវបានខាត់ខ្លួនហើយក៏ដូចជាបានឃុំខ្លួននៅពន្ធនាគារពេស៊ីហើយដោយតុលាការក្រុងភ្នំពេញផ្ទាល់តែម្ដងហើយក៏មានជាការចាប់នៅអក្រិតជនជាជនបរទេសក៏ដូចជាអក្រិតជនជាជនជាតិខ្មែរដទៃទៀតដែលពាក់ព័ន្ធទៅនឹងការលាងលុយកខ្វក់ក៏ដូចជាអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះហើយក៏នឹងនៅមានទៀតបានថានឹងនៅមានទៀតខ្ញុំជឿថានឹងនៅមានបណ្ដាអង្គការមួយចំនួនទៀតដែលកំពុងប្រព្រឹត្តអំពើខុសច្បាប់នេះកំពុងតែត្រូវបានស៊ើបក៏ដូចជាស្រាវជ្រាវដោយអាជ្ញាធរកម្ពុជាដែលបានសហការជាមួយនឹង FBI សហរដ្ឋអាមេរិកក៏ដូចជាប៉ូលីសនៅខាងប្រទេសកូរ៉េផងដែរនៅក្នុងការចូលរួមគ្នាបង្ក្រាប scam online នៅក្នុងទឹកដីកម្ពុជាដោយសារតែក្រុមទាំងអស់នេះវាមិនមែនជាការ scam តែនៅក្នុងប្រទេសកម្ពុជាទេបានន័យថាគ្រាន់តែជាការដាក់ទីតាំងឈរជើងនៅក្នុងប្រទេសកម្ពុជានៅក្នុងប្រទេសសៀមនៅក្នុងប្រទេសឡាវឬក៏ប្រទេសភូមាអ្វីជាដើមនៅក្នុងការប្រព្រឹត្តលក្ខណៈអន្តរជាតិដែលមានរចនាសម្ព័ន្ធចាត់តាំងត្រឹមត្រូវក៏ដូចជាមានរចនាសម្ព័ន្ធក្នុងការការពារពួកវាត្រឹមត្រូវផងដែរអញ្ចឹងក្នុងនោះបើយោងទៅតាមការចុះផ្សាយគឺបានសម្រង់ឬក៏ហៅថាដកស្រង់នៃការអះអាងរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាការមើលឃើញផ្ទាល់នៅក្នុងបណ្ដាញសង្គមផងដែរនៅចំនួនជនបរទេសនៅក្នុងខេត្តប្រសេនោះដែលកំពុងតែជ្រួលច្បល់ខ្លាំងនឹងនាំគ្នារត់ចេញយ៉ាងប្រសាច់តែម្ដងពីទីកន្លែងស្នាក់នៅបន្ទាប់ពីមានការចាប់ខ្លួនបុគ្គលសំខាន់បំផុតនៅក្នុងបណ្ដាញអក្រិតជនឬក៏ហៅថាអក្រិតកម្មឆបោកអនឡាញឬក៏ថា scam online ពោលគឺលោក Gen Z ដែលជាស្ថាបនិកនៃក្រុមហ៊ុន Prince Holding Group នោះផងដែរក៏ដូចជាការចាប់ខ្លួនថ្មីនេះតតែម្ដងគឺលោកអង្គញាលីគួងដែលគេដឹងហើយថាគឺជាអ្នកនៅពីក្រោយខ្នងនៃក្រុមអក្រិតជនអនឡាញខុសច្បាប់ផងដែរដែលមានទីដល់ទីតាំងជាកាស៊ីណូជាសន្តាគារជាទីតាំងដទៃទៀតដែលជាកម្មសិទ្ធិរបស់អង្គញាលីគួងដែលមានគោរមពងារហូតដល់អ្នកអង្គញាឯណោះដែលបានប្រព្រឹត្តឬក៏ហៅថាតាក់ទងទៅនឹងការលាងលុយកខ្វក់ក៏ដូចជាការផ្ដល់ទីតាំងឲ្យក្រុមអក្រិតជនទាំងអស់នេះប្រព្រឹត្តនៅអក្រិតកម្មអនឡាញខុសច្បាប់ក៏ដូចជាការបង្ខាំងនៅមនុស្សដើម្បីឲ្យប្រព្រឹត្តអំពើខុសច្បាប់ឲ្យខ្លួនផងដែរក្នុងនោះបើតាមតុលាការកម្ពុជាបានចេញដោយការបង្គាប់គឺឃុំខ្លួនហើយបណ្ដោះអាសន្នហើយចំពោះលោកលីគួងនេះដែលពាក់ព័ន្ធទៅនឹងការឆបោកក៏ដូចជាលាងលុយកខ្វក់ដូចជាខ្ញុំការបញ្ជាក់ពីមុននេះអញ្ចឹងក្នុងនោះបើយើងយោងទៅតាមវីដេអូមួយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី16ខែមករាឆ្នាំ2026នេះមនុស្សរាប់រយនាក់បានអូសវ៉ាលីដៃយួរនៅកុំព្យូទ័រនិងសត្វចិញ្ចឹមរបស់ខ្លួនក៏ដូចជាសម្ភារៈចាំបាច់មួយចំនួនទៀតផងដែរដោយរត់គេចពីមជ្ឈមណ្ឌលបោកប្រាស់តាមបណ្ដាញអ៊ីនធឺណិតនៅក្នុងខេត្តព្រះសីហនុផងដែរក្នុងការបញ្ជាក់របស់ AFP ដដែលគឺបានបង្ហាញដែរថាបរិសម្នាក់ដែលបាននិយាយប្រាប់ AFP កាលពីថ្ងៃប្រហ័សទី17ខែមករានេះបានបញ្ជាក់ថាប្រទេសកម្ពុជាគឺកំពុងតែមានការប្រែប្រួលយ៉ាងលឿនមែនទែននេះគឺចង់ន័យបញ្ជាក់ថាអំពីការចុះបង្ក្រាប scam online ឬក៏ហៅក្រុមអក្រិតជន online ខុសច្បាប់ទាំងអស់នេះនៅក្នុងទឹកដីកម្ពុជាផងដែរក្នុងនោះបើយោងទៅតាមការផ្សព្វផ្សាយដដែលគាត់ក៏បានបញ្ជាក់បន្ថែមដែរថាគឺគ្មានកន្លែងណាមួយមានសុវត្ថិភាពដើម្បីធ្វើការនេះទៀតទេហើយអ្នកកាសែតរបស់ទីសារព័ត៌មានភ្នាក់ងារការបានសារព័ត៌មាន AFP ក៏បានចុះទៅសង្កេតទីតាំងមួយចំនួនដែលត្រូវបានគេសង្ស័យថាមានការប្រព្រឹត្តនៅសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬក៏ហៅថា online scam នេះនៅក្នុងខេត្តព្រះសីហនុបន្ទាប់ពីមានការចាប់ខ្លួននិងធ្វើបច្ចុប្បន្នមេបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាឬក៏ហៅថា scam online ឬក៏ហៅថាមេក្រុមអក្រិតជនអនឡាញខុសច្បាប់ពោលគឺលោក Gen Z ដែលងារជាអ្នកអង្គការការពារកន្លងទៅតែត្រូវបានអង្គព្រះមហាក្សត្រនៃវិរាជាណាចក្រកម្ពុជារបស់យើងដកហូតគោរមងារជាអង្គការឲ្យកាលពីខែធ្នូឆ្នាំ2025នេះបន្តតែម្ដងនឹងបានចាប់បញ្ជូនលោក Gen Z នេះនៅថ្ងៃទី6ខែមករាថ្មីនេះបន្តតែម្ដងនឹងបានបញ្ជូនដែលហៅថាធ្វើបច្ចុប្បន្នបញ្ជូនទៅកាន់ប្រទេសចិនទៅទៀតដើម្បីធ្វើការវិនិច្ឆ័យទោសក៏ដូចជាកាត់ទោសទៅលើការប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលមានលក្ខណៈជាអន្តរជាតិនេះផងដែរដោយសារតែយើងដឹងហើយកន្លងទៅសហរដ្ឋអាមេរិកក៏បានដាក់ទោសរហូតដល់បង្កកទ្រព្យសម្បត្តិរបស់អង្គការ Gen Z នេះដែលមានជាទ្រព្យសម្បត្តិ Bitcoin នឹងតម្លៃរហូតដល់$15,000 លានសហរដ្ឋអាមេរិកក៏ដូចជាប្រទេសអង់គ្លេសបង្កកនៅទ្រព្យសម្បត្តិក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធជាផ្ទះវិឡាជា condo អ្វីជាដើមមានតម្លៃរាប់រយពាន់លាន$ក្នុងសិង្ហបុរីជាមានការបង្កកក្នុងប្រទេសកូរ៉េចិនក៏មានការបង្កកនៅទ្រព្យសម្បត្តិដែលរាប់រយពាន់លាន$ឯណោះរបស់បុគ្គល Gen Z នេះដែលសារតែបុគ្គល Gen Z នេះត្រូវបានគេចោទថាគឺជាមេធំតែម្ដងនៃក្រុមអក្រិតជនអនឡាញខុសច្បាប់ឬក៏ហៅថាក្រុមប្រព្រឹត្តអំពើ scam online លក្ខណៈអន្តរជាតិផងដែរ
អញ្ចឹងតកតងទៅនឹងការចេញមកប្រសាទរបស់ជនបរទេសដែលគេដាក់ការសង្ស័យថាពាក់ព័ន្ធទៅនឹងក្រុម scam online ខុសច្បាប់នៅក្នុងខេត្តព្រះសីហនុនេះផងដែរក្នុងនោះអ្នកដែលបានចាក់ចេញពីកាស៊ីណូឬក៏សន្តាគារនិងកន្លែងស្នាក់នៅផ្សេងៗទៀតមួយចំនួនក៏បានប្រាប់នៅទីភ្នាក់ងារសារព័ត៌មាន AFP នេះផងដែរថាគ្មានអ្នកណាម្នាក់ចង់បន្តធ្វើការដោយលាក់អត្តសញ្ញាណទៀតទេក្រោមហេតុផលបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនគណៈដែលអ្នកកាសែត AFP ក៏បានឃើញអ្នកនិយាយភាសាចិនកុកងឺស្ថិតនៅក្នុងរថយន្តជាច្រើនគ្រឿងបានចាក់ចេញពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញផងដែរនេះបើតាមការបញ្ជាក់របស់សារព័ត៌មាន AFP ដែលជាសារព័ត៌មានទីភ្នាក់ងារសារព័ត៌មានដ៏ធំមួយនៅក្នុងពិភពលោកយើងនេះផងដែរហើយក្នុងនោះបើយោងទៅតាមការផ្សព្វផ្សាយដែររបស់វិទ្យុបារាំង RFE ក៏បានព្យាយាមសុំការអធិប្បាយបន្ថែមពីមន្ត្រីនៅក្នុងខេត្តព្រះសីហនុមួយចំនួនតាមប្រព័ន្ធទំនាក់ទំនងសង្គមក៏ដូចជាតាមប្រព័ន្ធទូរស័ព្ទផងដែរតែមិនទាន់អាចមានការឆ្លើយតបណាមួយទេគិតមកដល់ម៉ោងផ្សាយរបស់ RFE នេះផងដែរហើយក៏គួរបញ្ជាក់ផងដែរថាក្រោយតែពីមានការចាប់ខ្លួនមេអក្រិតជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬហៅថា online scam នេះគឺលោក Gen Z គេសង្កេតឃើញថាមានជនបរទេសជាច្រើនអ្នកបាននាំគ្នាសម្រុកចាក់ចេញទាំងក្រុមតែម្ដងពីទីតាំងដែលពួកគេបានធ្លាប់ស្នាក់នៅក៏ដូចជាធ្វើការនៅក្នុងប្រទេសកម្ពុជាជាច្រើនទីតាំងផងដែរតាមរយៈដែលបងប្អូនបានឃើញហើយនៅក្នុងបណ្ដាញសង្គមមានការថតបង្ហោះច្រើនមែនទែនមានទាំងនៅក្នុងខេត្តកំពតខេត្តព្រះសីហនុរាជធានីភ្នំពេញក៏ដូចជាខេត្តកណ្ដាលនៅតំបន់ជ្រៃធំក៏ដូចជាបាវិតក៏ដូចជាបណ្ដាតំបន់ដទៃទៀតដែលសម្បូរទៅដោយជនបរទេសហើយគេផ្ដោតច្រើនទៅលើជនជាតិចិននេះផងដែរតែវាមិនមែនមានតែជនជាតិចិនទេដែលប្រព្រឹត្តនៅ scam online នេះនៅក្នុងការប្រព្រឹត្តដោយជាបានការចាប់ដោយអាជ្ញាធរកម្ពុជាគឺមានជាជនជាតិអង់គ្លេសប៉ាគីស្ថានបង់ក្លាដេសក៏ដូចជាថៃក៏ដូចជាម៉ាឡេស៊ីក៏ដូចជាកូរ៉េផងដែរត្រូវបានថាត្រូវបានចាប់ដោយអាជ្ញាធរកម្ពុជាកាលពីពេលកន្លងទៅដែលពាក់ព័ន្ធទៅនឹង scam online ខុសច្បាប់នេះតែគ្រាន់តែក្នុងចំណោមជនទាំងច្រើនដ៏លើសលប់នោះគឺមានមួយចំនួនធំគឺជាជនជាតិចិនផងដែរដែលត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរកម្ពុជាក៏ដូចជាបណ្ដាប្រទេសដទៃទៀតនៅលើពិភពលោកផងដែរអញ្ចឹងតកតងទៅនឹងរឿងនេះផងដែរបើតាមការបញ្ជាក់របស់សារព័ត៌មានដដែលក៏បានបង្ហាញថាគេនៅមិនទាន់ដឹងថាតើជនបរទេសទាំងនោះមានជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញឬក៏ហៅថា scam online នេះឬក៏យ៉ាងណានោះទេតែនៅក្នុងសំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬក៏ហៅថា online scam នេះដដែលគណៈកម្មការប្រឆាំងអំពើឆបោកអនឡាញរបស់កម្ពុជាបានឲ្យដឹងថាខ្លួនបានវាយឆ្មក់នៅទីតាំងចំនួន118ទីតាំងនិងបានចាប់ឃាត់ខ្លួនមនុស្សដែលបានប្រព្រឹត្តនៅក្នុងទីតាំងនោះប្រហែលជា 5000 នាក់នៅក្នុងរយៈពេល6ខែកន្លងទៅនេះនិងកាលពីថ្ងៃទី15ខែមករាឆ្នាំ2026សាលាដំបងរាជធានីភ្នំពេញក៏បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នចំពោះលោកលីគួងដែលគេស្គាល់ថាជាអតីតអ្នកអង្គការលីគួងដែលជាអ្នកជំនួយដីធ្លីនិងកាស៊ីណូដ៏ធំមួយផងដែរក្រោមបទចោតអំពើប្រព្រឹត្តនោះគឺការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងការលាងលុយកខ្វក់ផងដែរដែលឡែកចំពោះការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងអក្រិតកម្មបានប៉ាន់ប្រមាណថាការខាត់បងជាសកលដោយសារតែការបោកប្រាស់តាមអ៊ីនធឺណិតដែលបានកើតឡើងដល់ទៅជាងប្រមាណជា37,000 លានដុល្លារឯណោះនៅក្នុងឆ្នាំ2023ហើយថាយ៉ាងហោចណាស់ក៏មានមនុស្សចំនួន 10,000 នាក់ដែរដែលបានធ្វើការនៅក្នុងផ្នែកនេះនៅក្នុងប្រទេសកម្ពុជានេះបើយោងទៅតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន OFI ក៏ដូចជាការដកស្រង់នៅរបាយការណ៍របស់អង្គការសហប្រជាជាតិថាមានការឆបោកនេះដែលគិតជាតម្លៃរហូតដល់ប្រមាណជា37,000 លានដុល្លារហើយអ្នកដែលកំពុងតែធ្វើការនៅក្នុងវិស័យនេះឬហៅថាកំពុងតែប្រព្រឹត្តនៅអំពើឆបោកនៅក្នុងវិស័យនេះមានប្រមាណ 10,000 នាក់ឯណោះនៅក្នុងកម្ពុជានេះក៏មិនជាចំនួនដ៏ធំធេងពេកដែរបើយើងប្រៀបធៀបទៅនឹងបណ្ដាប្រទេសសៀមក៏ដូចជាប្រទេសឡាវក៏ដូចជាប្រទេសភូមាដែលមានរហូតដល់រាប់សិបម៉ឺននាក់ឯណោះដែលកំពុងតែប្រព្រឹត្តនៅអំពើឆបោកនេះផងដែរអញ្ចឹងការឆបោកនេះឬក៏ហៅថា scam online ឬក៏ហៅថាក្រុម scam online នេះគឺវាមានអង្គការចាត់តាំងរបស់វាច្បាស់លាស់ណាស់នៅតាមបណ្ដាប្រទេសដទៃដែលមានជាកម្ពុជាមានជាប្រទេសថៃមានជាប្រទេសឡាវភូមាក៏ដូចជាប្រទេសចិនក៏ដូចជាសិង្ហបុរីសិង្ហបុរីកូរ៉េអង់គ្លេសក៏ដូចជាសហរដ្ឋអាមេរិកផងដែរក៏មានក្រុមនេះកំពុងតែជ្រកកោននៅក្នុងការប្រព្រឹត្តអំពើ scam online ផងដែរគ្រាន់តែកម្រិតប្រទេសនីមួយៗមានចំនួននៃការប្រព្រឹត្តនឹងគឺមានកម្រិតរបស់វាដោយសារតែក្រុមទាំងអស់នោះបើវាទៅប្រទេសណាដែលមានភាពធូររលុងឬក៏ហៅថាភាពកំសោយនៅក្នុងការទប់ស្កាត់នៅក្រុមទាំងអស់នោះតាក់ទងទៅបានន័យថាប្រព័ន្ធបច្ចេកវិទ្យាតាក់ទងទៅនឹងប្រព័ន្ធសន្តិសុខអ្វីជាដើមគឺពួកអស់នោះវាទាំងនឹងទៅសង្ងំទៅក្នុងបណ្ដាប្រទេសទាំងនោះ
ដើម្បីប្រព្រឹត្តនៅ scam online នេះដែលថាតែវាប្រើនៅរូបភាពចងក្រងជាអាគារធំចងក្រងជាមនុស្សរាប់ពាន់រាប់ម៉ឺននាក់នៅក្នុងអាគារនោះផ្ទាល់តែម្ដងដើម្បីអង្គុយនៅមុខកុំព្យូទ័រនៅក្នុងការប្រើប្រាស់នៅប្រព័ន្ធបច្ចេកវិទ្យាទាំងអស់នេះក្នុងការចូលរួមឆបោកនៅមនុស្សក៏ដូចជាឆបោកនៅប្រជាពលរដ្ឋទូទាំងសកលលោកផងដែរដែលក្នុងមួយឆ្នាំមានរបាយការណ៍បង្ហាញពីការស្លាប់ក៏ដូចជាការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋដែលស្លូតត្រង់ដែលត្រូវបានជន់ទាំងអស់នោះឆបោកគឺមានចំនួនច្រើនមែនទែនគឺជារបាយការណ៍របស់ពិភពលោកតែម្ដងអញ្ចឹងជារួមតាក់ទងទៅនឹងអំពើឆបោកនេះវាមានច្រើនរូបភាពណាស់ដែលជ្រកក្រោមឈ្មោះថាអ ក្រិតកម្មអនឡាញខុសច្បាប់ដែលវាមានដូចជាការចាប់ចម្រិតមានជាការលាងលុយកខ្វក់មានជាការប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានជាការលេងហ្គេមតាមប្រព័ន្ធ website មានជាការលេងល្បែងតាមប្រព័ន្ធ website ក៏ដូចជាមានរូបភាពនៃការឆបោកដទៃទៀតដែលត្រូវបានប្រើដោយក្រុមទាំងអស់នោះហើយត្រូវបានកេងឬក៏ហៅថាយកចំណេញពីអ្នកដែលរងគ្រោះហើយអ្នករងគ្រោះក៏ដូចជាក្រុមប្រព្រឹត្តទាំងអស់នោះទៀតសោតដូចខ្ញុំធ្លាប់បញ្ជាក់អញ្ចឹងគឺចែកចេញជា2ក្រុមប្រព្រឹត្ត scam online ទាំងអស់នោះគឺវាមាន2ក្រុមមួយក្រុមគឺជាក្រុមសង្គមងងឹតដែលគេដឹងហើយថាពួកហ្នឹងគឺជាការប្រព្រឹត្តនៅអំពើខុសច្បាប់តែក្រុមទាំងនោះនៅតែប្រព្រឹត្តដើម្បីទទួលបានថវិកាដ៏ច្រើនសន្ធឹកសន្ធាប់អំពីការឆបោករបស់ក្រុមខ្លួនតែមួយក្រុមទៀតដែលកំពុងតែប្រព្រឹត្តនៅអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានឹងដែរក៏ជាអ្នករងគ្រោះនៅក្នុងសំណុំរឿងការឆបោកនឹងដែរដោយតាមរយៈនៃការបោកបញ្ឆោតក្រុមទាំងអស់នោះពីបណ្ដាប្រទេសដទៃពីបណ្ដាតំបន់ដទៃឬក៏បណ្ដាទីតាំងដទៃឲ្យមកធ្វើការនៅក្នុងទីតាំងរបស់ខ្លួនក្រោយតែពីបានចូលមកធ្វើការនៅក្នុងទីតាំងរបស់ខ្លួនក្រុមឆបោកឬហៅថាក្រុមសង្គមងងឹតទាំងអស់នោះវានឹងចាប់បង្ខាំងដោយបង្ខំឲ្យធ្វើការឲ្យវាជាលក្ខណៈល្មើសច្បាប់បើបុគ្គលណាមិនព្រមធ្វើឲ្យវាទេវានឹងធ្វើទរណកម្មរហូតដល់បាត់បង់អាយុជីវិតទៅទៀតដោយការពីកន្លងទៅនិស្សិតវ័យ23ឆ្នាំជនជាតិកូរ៉េដែលខ្ញុំបានផ្សព្វផ្សាយផងដែរគឺត្រូវបានចាប់បង្ខាំងដោយក្រុមសង្គមងងឹតឬហៅថាក្រុមប្រព្រឹត្តអំពើ scam online នេះនៅក្នុងទឹកដីភ្នំបូកគោនៅខេត្តកំពតរបស់យើងហើយត្រូវបានធ្វើទរណកម្មរហូតដល់បាត់បង់អាយុជីវិតនិស្សិតវ័យ23ឆ្នាំរបស់ជនជាតិកូរ៉េនេះទៅទៀតដែលធ្វើបានប្រទេសកូរ៉េដាក់ការបន្ទុកមកលើកម្ពុជាដែលធ្វើឲ្យកម្ពុជាការពេលកន្លងទៅហ្នឹងទទួលរងនៅភាពអយុត្តិធម៌ឬហៅថារងនៅភាពអវិជ្ជមានខ្លាំងមែនទែនតាមរយៈនៃការមើលឃើញរបស់អន្តរជាតិមកលើកម្ពុជាថាជាជំរុកនៃការប្រព្រឹត្ត scam online ជាជំរុកនៃការឆបោកផងដែរអញ្ចឹងតាមរយៈនៃការចូលរួមរបស់អាជ្ញាធរកម្ពុជាជាមួយនឹង FBI សហរដ្ឋអាមេរិកក៏ដូចជាខាងកូរ៉េក៏ដូចជាបណ្ដាអន្តរជាតិដទៃទៀតនៅក្នុងការបង្ក្រាប scam online នេះក៏ជាការផ្ដល់រូបភាពល្អមួយថែមទៀតឬក៏ហៅបន្ថែមមកវិញមើលពីសំណាក់កម្ពុជាទៅលើឆាកអន្តរជាតិផងដែរដែលវាបានជួយទៅដល់វិស័យទេសចរជួយទៅដល់វិស័យវិនិច្ឆ័យកម្មក៏ដូចជាការមើលឃើញជាផលវិជ្ជមានរបស់កម្ពុជាមកវិញពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិក៏ដូចជាបណ្ដាអ្នកវិនិយោគនឹងចូលរួមមកវិនិយោគនៅកម្ពុជាផងដែរអញ្ចឹងតកតងទៅនឹងព័ត៌មាននេះខ្ញុំក៏សូមបិទបញ្ចប់តែត្រឹមនេះតកតងទៅនឹងការចេញមកប្រសាសន៍របស់ក្រមជនបរទេសមួយចំនួនដែលគេដាក់ការសង្ស័យថាពាក់ព័ន្ធទៅនឹងក្រុម scam online ខុសច្បាប់នៅក្នុងទឹកដីខេត្តព្រះសីហនុក៏ដូចជាបណ្ដាទីតាំងដទៃទៀតដែលត្រូវបានបង្ហោះនៅក្នុងបណ្ដាញសង្គមហើយតកតងទៅនឹងការចេញមកតាមផ្លូវដែលប្រសាសន៍ជាច្រើនអ្នកតែម្ដងអញ្ចឹងបើមានអ្វីវិវត្តថ្មីតកតងទៅនឹងការចុះបង្ក្រាបរបស់អាជ្ញាធរក៏ដូចជាអ្នកពាក់ព័ន្ធទៅលើក្រុម scam online ខុសច្បាប់នេះខ្ញុំក៏នឹងបន្តផ្សព្វផ្សាយជូនបងប្អូននៅក្នុងការផ្សព្វផ្សាយរបស់ខ្ញុំបន្ថែមទៀតដើម្បីផ្ដល់ជាព័ត៌មានអាប់ដេតភ្លាមក៏ដូចជាព័ត៌មានថ្មីជូនបងប្អូននៅក្នុងការទស្សនានៅក្នុងការផ្សព្វផ្សាយរបស់ខ្ញុំផងដែរនៅពេលនេះខ្ញុំបាទពុទ្ធិក៏សូមអរគុណនិងសូមគោរពលា